សួស្តីអ្នកទាំងអស់គ្នាខ្ញុំលីភាឥឡូវនេះខ្ញុំកំពុងតែនៅលើប្រាសាទបាពួនហើយនៅពីក្រោយរបស់ខ្ញុំគឺជារូបព្រះពុទ្ធបដិមានៅលើជញ្ជាំងនៃប្រាសាទតែម្ដងជារូបព្រះពុទ្ធចូលបរិនិព្វានខ្ញុំទៅតែចូលរួមវគ្គវិបស្សនារយៈពេល10ថ្ងៃនៅខេត្តបាត់ដំបងហើយបទពិសោធន៍នោះវានាំឲ្យខ្ញុំយល់កាន់តែច្បាស់និងស៊ីជម្រៅនៅក្នុងជីវិតរបស់ខ្ញុំនៅក្នុងខ្លួនរបស់ខ្ញុំផ្ទាល់វាធ្វើឲ្យខ្ញុំយល់ច្បាស់អំពីច្បាប់ធម្មជាតិនៃភាពមិនទៀងទាត់ហើយចាប់តាំងពីបទពិសោធន៍នោះមកខ្ញុំមានអារម្មណ៍ធូរស្រាលច្រើនខ្ញុំមិនជាប់ជំពាក់ជាមួយនឹងអតីតកាលតែខ្ញុំរស់ជាមួយនឹងបច្ចុប្បន្នជាមួយនឹងមនុស្សល្អៗជាច្រើននៅជុំវិញខ្ញុំយល់ថាគ្រប់គ្នាសុទ្ធតែឆ្លងកាត់នៅរឿងជាច្រើនខុសៗគ្នាហើយទាំងអស់គ្នាមានបទកម្មមួយគឺសុទ្ធតែមានមូលហេតុរបស់ពួកគាត់រៀងខ្លួនសូមឲ្យអ្នកទាំងអស់គ្នាបានសុខឬផុតពីទុក្ខសូមឲ្យអ្នកទាំងអស់គ្នាជោគជ័យគ្រប់ភារកិច្ចនិងដំណើរជីវិតទៅដល់រលូន